ពីបងប្អូនទាំងអស់គ្នាបាទនេះជាវីដេអូយើងចង់បង្ហាញពីរបៀប remove background បងប្អូនបាទលក្ខណៈថាយើងយកវីដេអូរបស់គេមកយើងកាត់ដាក់នៅក្នុងកម្មវិធី CapCut មកហើយយើងដាក់វីដេអូ original របស់យើងចូលមកដើម្បីយើងនិយាយ review ពីសកម្មភាពក្នុងវីដេអូដែលយើងបានដាក់នេះណាបាទទៅមកយើងចង់ remove background ខាងក្រោយដែលវីដេអូ original របស់យើងណាបាទគឺយើងត្រូវតែយកវីដេអូទាំងពីរនេះដាក់ចូលក្នុងកម្មវិធី CapCut ហើយរបៀបដាក់មិនអីគឺបងប្អូនធ្លាប់ធ្វើឲ្យដឹងហើយឥឡូវខ្ញុំធ្វើកាត់ចូលមករបៀប remove តែម្ដងណាបាទបន្ទាប់មកគឺបងប្អូនឈរទៅលើវីដេអូ original របស់យើងវីដេអូដែលយើងបានថតនេះចុចប៉ះទៅលើវាមកបាទវានឹងមានផ្ទាំងខាងក្រោមបែបនេះហើយយើងអូសទៅឆ្វេងបាទយើងអូសទៅឆ្វេងមកយើងរកពាក្យថា remove bg បាទនេះ remove bg បាទបើយើងអត់បើបងប្អូនដាក់អក្សរខ្មែរបងប្អូនចំណាំរូបភាព logo នេះមកបាទចុចទៅលើរូបនេះមកទៅមកវាមាន auto removal វាមាន custom removal វាមាន chroma key យើងត្រូវយកខាងនេះយើងយក auto removal សម្រាប់ដែលកម្មវិធី CapCut បងប្អូនដែល version ចាស់ណាបើ version ថ្មីវាដាក់ Pro ហើយកន្លែងនេះបើសិនដាក់ Pro បងប្អូនត្រូវប៉ះ chroma custom removal នេះបាទតែ custom removal នេះខ្ញុំអត់ប្រើទេខ្ញុំប្រើនេះតែម្ដង auto បាទចុច auto removal ចុចប៉ះទៅលើវាមកវានឹងចាប់ផ្ដើមដំណើរការយើងហើយនេះវាកំពុងតែ apply យើងហើយវាកំពុងតែ remove ឲ្យយើងហើយយើងរងចាំវាបន្តិចទៅវានឹង remove background បានហើយបាទនេះវា remove បានហើយទោះបីតែវាអត់ទាន់រួច 100% ប៉ុន្តែវាទៅមុនហើយបាទ remove ឲ្យមុនហើយពេលដែល remove បានហើយបងប្អូនចុចសញ្ញា tick កន្លែងនេះកន្លែង tick នេះចុច tick មកបាទទៅមកយើងប៉ះទៅលើវីដេអូរបស់យើងនេះ